អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook រិះគន់អ្នកគ្រប់គ្រងវត្តទូរីជានៅឃុំពោធិបានស្រុកកោះធំខេត្តកណ្ដាលដែលបណ្ដោយឲ្យព្រះសង្ឃជាច្រើនអង្គថ្វាយបង្គំបាសក់ដែលតាំងខ្លួនជាព្រះស័ក្តិសិទ្ធិនិងជាព្រះសិអាមេត្រីក្នុងបណ្ដាញសង្គម Facebook បានបង្ហោះរូបភាពព្រះសង្ឃថ្វាយបង្គំបាសក់ធានវុធីជាអ្នកគ្រប់គ្រងវត្តទូរីជាដែលសកម្មភាពនេះផ្ទុយពីច្បាប់ព្រះពុទ្ធសាសនាមេឃុំពោធិបានលោកសាមមិញហូប្រាប់ VOD នៅព្រឹកថ្ងៃទី10ខែកក្កដានេះថាកន្លងទៅពិតជាមានសកម្មភាពបែបនេះមែនដោយព្រះសង្ឃបានថ្វាយបង្គំបាសក់ធានវុធីតែទោះជាយ៉ាងណាលោកប្រាប់ថាខាងក្រសួងធម្មការធ្លាប់បានហាមឃាត់ករណីនេះដែរនិងហៅបាសក់ធានវុធីនិងព្រះសង្ឃផ្សេងទៀតទៅអប់រំបន្ថែមទូរទស្សន៍គាត់ក្នុងនាមគាត់ជាកថាអ្នកគ្រប់គ្រងវត្តហ្នឹងហ្មងហើយអារឿងដែលប្រសងថ្វាយបង្គំគាត់គឺខាងក្រសួងធម្មការមានការហាមឃាត់ភាសាដែរកាលនោះគាត់លើសូរៈរៀនចឹងដែរដល់គេឲ្យគ្រូនឹងក៏មានភាសារហូតដល់ក្រសួងដល់អីចំណែកសង្ឃព្រាជលោកសាមិញហោឲ្យដឹងទៀតថាដោយសារបាសក់ធានវុធីចេះមុនអាគមសូត្រមុនរំដោះគ្រោះពូកែស័ក្តិសិទ្ធិហើយប្រជាពលរដ្ឋភាគច្រើនទៅរកគាត់ឲ្យជួយសូត្រមុនរំដោះគ្រោះឬជួយឲ្យរកស៊ីមានបានទើបគាត់មានអង្គរៈនិងឡានទំនើបប្រធានមជ្ឈមណ្ឌលជាតិនិងសិលធម៌សង្គមលោកពៅសំណាងយល់ថាព្រះសង្ឃថ្វាយបង្គំបាសក់គឺខុសធ្ងន់ធ្ងរទៅនឹងទំនៀមទម្លាប់ស៊ីមានបានទើបគាត់មានអង្គរៈនិងឡានទំនើបប្រធានមជ្ឈមណ្ឌលជាតិនិងសិលធម៌សង្គមលោកពៅសំណាងយល់ថាព្រះសង្ឃថ្វាយបង្គំបាសក់គឺខុសធ្ងន់ធ្ងរទៅនឹងទំនៀមទម្លាប់ព្រះពុទ្ធសាសនាលោកបន្តថាទោះបីជាបាសក់នោះមានឋានៈខ្ពស់បានជួយឧបត្ថម្ភឬសាងវត្តអារាមក៏ដោយក៏ព្រះសង្ឃមិនត្រូវថ្វាយបង្គំបាសក់នោះដែរព្រោះព្រះសង្ឃគឺជាទីសក្ការៈសម្រាប់ប្រជាពលរដ្ឋគោរពនិងថ្វាយបង្គំអាចអត់ធ្ងន់ធ្ងរណាស់បាននៅចំនួនពុទ្ធសាសនារបស់យើងតែងតែប្រសក់គោរពនៅច្បាំងសម្ពោធពុទ្ធសាសនារបស់យើងហើយពីណាយើងទៅថ្វាយបង្គំឬក្រាបបង្គំអីទៅដល់លោកស័ក្តិសិទ្ធិដែលថាជួយដោះស្រាយដោះអីអញ្ចឹងបើគាត់ជាស្បង់មានអីគាត់ជាស្បង់ទៀតអាហ្នឹងបានន័យថាគាត់វិញសង្គមពុទ្ធសាសនាយើងឆ្លាក់ចង់ទៅក្នុងជាតិឆ្ងាយបាទជឿថាតែមួយអង្គពីរអង្គហ្នឹងដែលគាត់ធ្វើឲ្យខុសឆ្គងគាត់ដូចថាស្រឡាញ់និងកលេសគាត់ដោយអំណាចរបស់គាត់បានមកវិញដោយមិនអាចបំពេញទុនគេបានលោកពូសំណាងបានស្នើឲ្យក្រសួងធម្មការចាត់វិធានការអប់រំព្រះសង្ឃនិងបាសក់នោះទាន់ពេលវេលាលោកថាការធ្វើដូច្នេះជាការបណ្ដោះបង្អាប់និងបន្ថោចតម្លៃព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរអនុរដ្ឋលេខាធិការក្រសួងធម្មការលោកសេងសុមុនីមានប្រសាសន៍ថាក្រសួងបានកោះហៅប្រធានមន្ទីរនិងមន្ត្រីពាក់ព័ន្ធមកប្រជុំនិងដាក់ផែនការលើករណីនេះហើយតែទោះជាយ៉ាងណាលោកបន្តថាករណីនេះក្រសួងធម្មការកំពុងស៊ើបអង្កេតដោយនេះមិនទាន់កំណត់ថាវាប៉ះពាល់ធ្ងន់ធ្ងរយ៉ាងណាដល់ព្រះពុទ្ធសាសនានោះទេហ្នឹងបានប្រជុំហើយក្រសួងបានប្រជុំដាក់ផែនការឲ្យគង់ទៅសិក្សាណាបាទបានកោះហៅគាត់ហៅដល់បាទហៅប្រធានមន្ទីរហើយនឹងមន្ត្រីពាក់ព័ន្ធទាំងអស់មកប្រជុំហើយដើម្បីគេកំពុងធ្វើការណាបើតាមលោកពូសំណាងកាលពីសម័យសង្គមរាស្ត្រនិយមព្រះសង្ឃគឺជាទីសក្ការៈរបស់ព្រះពុទ្ធសាសនាហើយប្រជាជនកម្ពុជា 95% មានជំនឿលើព្រះពុទ្ធសាសនាលោកបន្តថាព្រះសង្ឃគឺជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់និងជាអ្នកបណ្ដោះបណ្ដាពុទ្ធបរិស័ទខ្ញុំឡាយសាមៀន VOD ភ្នំពេញ